ការពិនិត្យទីតាំងប្រមូលទិន្នន័យទៀងទាត់និយមការនិងបោះបង្គោលព្រំដីតាមបណ្ដោយប្រជាជនហ្វូណនតេជោសម្រាប់កំណត់ទី2ចាប់ពីខេត្តកណ្ដាលរហូតដល់ខេត្តកែបនៅព្រឹកថ្ងៃទី17ខែឧសភាឆ្នាំ2025ឯកឧត្តមហេសិដ្ឋីអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែបានចូលរួមអមឯកឧត្តមអឿងវែងសុនរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអនុប្រធានក្រុមការងារបច្ចេកទេសពិនិត្យទទួលបន្ទុកលើកំណត់និយមការនិងរៀបចំផែនទីលម្អិតសម្រាប់គម្រោងប្រជាជនហ្វូណនតេជោចុះពិនិត្យទីតាំងប្រមូលទិន្នន័យទៀងទាត់និយមការបោះបង្គោលព្រំដីតាមបណ្ដោយប្រជាជនហ្វូណនតេជោសម្រាប់កំណត់ទី2ចាប់ពីខេត្តកណ្ដាលរហូតដល់ខេត្តកែបចម្ងាយប្រមាណ153គីឡូម៉ែត្រក្នុងដំណើរបេសកកម្មសម្រាប់កំណត់ទី2នេះក្រុមការងារអន្តរក្រសួងទើបនឹងប្រើឧបករណ៍ទំនើបបច្ចេកទេសចុងក្រោយដែលទើបនឹងបានបំពាក់ដើម្បីធានាសុក្រឹតភាពនៃការចុះទៀងទាត់និងបោះបង្គោលកំណត់និយមការកាន់តែប្រសើរឡើងនិងកាន់តែឆាប់នឹងបំពេញការងារសូមរំលឹកបន្ថែមផងដែរថាបច្ចុប្បន្នបន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋាភិបាលកម្ពុជាកិច្ចការគម្រោងប្រជាជនហ្វូណនតេជោសម្រាប់កំណត់ទី1ត្រូវបានបញ្ចប់ការវាស់វែងផលប៉ះពាល់ 100% និងកំពុងបន្តនីតិវិធីជាបន្តបន្ទាប់សម្រាប់ផ្ដល់សំណងជូនប្រជាពលរដ្ឋបន្ថែមពីនេះក្រុមហ៊ុនអនុវត្តគម្រោងបាននឹងកំពុងសហការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាដើម្បីបោសសម្អាតគ្រឿងយុទ្ធភ័ណ្ឌបន្ទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាមមុននឹងបញ្ជូនគ្រឿងចាក់ជីកស្ដារសម្រាប់កំណត់ទី1ខាងលើសូមអរគុណ